លោកដូណាល់ត្រាំនិយាយថាដើម្បីកុំឲ្យរុស្ស៊ីឬចិនកាន់កាប់អាមេរិកត្រូវតែជាម្ចាស់កោះ Greenland ដោយលោកឲ្យអង្គការ NATO ស្វែងយល់ពីគោលបំណងរបស់លោកយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC លោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងទីក្រុង Washington កាលពីថ្ងៃសុក្រទី9 ខែមករាឆ្នាំ2026ដោយលោកបាននិយាយថាប្រទេសនានាចាំបាច់ត្រូវតែមានកម្មសិទ្ធិហើយយើងការពារអ្វីដែលជាកម្មសិទ្ធិរបស់យើងមិនការពារអ្វីដែលជាការជួលនោះទេហើយយើងត្រូវតែការពារកោះ Greenland យើងនឹងធ្វើវាទោះតាមវិធីណាក៏ដោយមិនថាស្រួលឬក៏លំបាកលោកដូណាល់ត្រាំបានបន្តទៀតថាប្រទេសទាំងឡាយមិនអាចធ្វើកិច្ចព្រមព្រៀងរយៈពេល9ឆ្នាំឬសូម្បីតែកិច្ចព្រមព្រៀង100ឆ្នាំនោះទេអាមេរិកចាំបាច់ត្រូវតែមានកម្មសិទ្ធិដាច់តែម្ដងខ្ញុំស្រឡាញ់ប្រជាជនចិនហើយខ្ញុំក៏ស្រឡាញ់ប្រជាជនរុស្ស៊ីដែរប៉ុន្តែខ្ញុំមិនចង់បានពួកគេមកធ្វើជាអ្នកជិតខាងនៅកោះ Greenland ទេវានឹងមិនអាចកើតឡើងបានឡើយហើយម្យ៉ាងទៀតអង្គការ NATO គួរតែយល់ពីបញ្ហានេះដែរអរគុណសម្រាប់ការតាមដានទស្សនាសូមចុច like និង Subscribe ដើម្បីទទួលបានព័ត៌មានផ្សេងៗទៀតសូមអរគុណ